รีบสู้บางคนต่อคนนี้ไงนี่ខ្ញុំបានមកប្រគល់ប្រទេសមួយនៅខាងបរិយាជលសាខេត្តតាកែវនៅក្បែរវិទ្យាល័យបរិយាជលសាតែម្ដងពុកម៉ែបងប្អូននៅម្ដុំនេះពុកម៉ែបងប្អូនអាចអញ្ជើញមកទស្សនាម៉ូដគំរូនេះបានម្ចាស់ផ្ទះពុកម៉ែបងប្អូនពីដំបូងឡើយគឺគាត់តាមដាន page របស់យើងខ្ញុំហើយក៏គាត់សុំទៅមើលម៉ូដផ្ទះគំរូនៅខាងស្រុកត្រាំងខេត្តតាកែវគឺនៅក្បែរគ្នានេះទេត្រាំងហើយនឹងបរិយាជលសានៅជាប់គ្នានេះទេដូច្នេះពេលដែលគាត់បានទៅមើលផ្ទះគំរូដែលខាងខ្ញុំសាងសង់គាត់ពេញចិត្តទឹកដៃយើងខ្ញុំគាត់ហៅយើងខ្ញុំមកសាងសង់ផ្ទះនេះតែម្ដងបាទដូច្នេះពុកម៉ែបងប្អូនដែលចង់សាងសង់ម៉ូដនេះពុកម៉ែបងប្អូនចង់មើលម៉ូដនេះផ្ទាល់ពុកម៉ែបងប្អូនអាចតាក់ទងមកក្រុមការងារយើងខ្ញុំនាំពុកម៉ែបងប្អូនមកទស្សនាតែម្ដងបាទផ្ទះនេះដែរទំហំរបស់វា6x10បន្ទប់គេង2បន្ទប់ទឹក2បាទមានក្រោយជាងផងដែរពេលមកដល់កន្លែងទទួលភ្ញៀវបងប្អូនមានការរៀបចំសាឡុងម្ចាស់ផ្ទះក៏ដាក់សាឡុងដាក់អីចឹងទៅគឺស្អាតឡើងសោភ័ណភាពផ្ទះតែម្ដងបាទហើយសម្រាប់ផ្ទះនេះបងប្អូនអ្វីដែលយើងដកចេញគឺមានពូកសាឡុងម៉ាស៊ីនត្រជាក់ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ក្រែអីចឹងទៅបាទកង្ហាល់អីចឹងទៅក្រៅពីហ្នឹងគឺយើងផ្ដល់ជូនដូចនៅក្នុងរូបភាពនេះទាំងអស់បាទតុបគេងទី1បងប្អូនបន្ទប់គេងទី1ទំហំវានេះសមរម្យល្មមប៉ុណ្ណឹងបាទ3x4បងប្អូនហើយមានបន្ទប់ទឹកនៅក្នុងហ្នឹងផងដែរសម្ភារៈបន្ទប់ទឹកគឺផ្ដល់ជូនដូចនៅក្នុងរូបភាពនេះបាទបន្ទប់គេងទី2នេះបងប្អូនគឺទំហំវាដូចគ្នាដែរបាទបងប្អូនគឺ 3x4 ម៉ែត្រដូចគ្នាបងប្អូនបាទដោយសារមួយចំហៀងបន្ទប់គេងមួយចំហៀងទទួលភ្ញៀវអញ្ចឹងផ្ទះយើងគឺយើងអាចបែងចែកបានបន្ទប់ធំបាទហើយនេះសម្រាប់បន្ទប់ទឹករួមណាបងប្អូនបាទផ្ដល់ជូនដូចនៅក្នុងរូបភាពប្រភេទទ្វារឈើបងប្អូនបាទហើយសម្រាប់ផ្ទះបាយនៅបងប្អូនគឺម្ចាស់ផ្ទះគាត់តមកខាងក្រោយអញ្ចឹងបងប្អូនដែលចាប់អារម្មណ៍ម៉ូដនេះចង់មើលម៉ូដនេះបងប្អូនអាចតាក់ទងមកក្រុមការងារយើងខ្ញុំបានបាទ